សួស្តីពីអាណាចក្រការងារចាអ្នកបាត់ដំបងមានគ្នាយើងគាត់ខមមិនសួរតកតងជាមួយនឹងការងារនៅខេត្តបាត់ដំបងឥឡូវដូចពិបាករចាអញ្ចឹងថ្ងៃនេះមកជួនដំណឹងនៅខេត្តបាត់ដំបងតែម្ដងអញ្ចឹងបងប្អូនយើងមួយដែរគាត់សួរនៅខាងខមមិននៅលើវីដេអូយើងមុនណាបងសុំការងារវេនថ្ងៃនៅបាត់ដំបងមួយមកអញ្ចឹងមកជូនហើយគឺផ្នែកលក់បងប្អូនអាចទៅមើលនៅ link ខាងក្រោមវីដេអូនេះសម្រាប់វីដេអូនិយាយអំពីផ្នែកលក់ណាអញ្ចឹងផ្នែកប្រឹក្សាសម្រស់ហ្នឹងក៏ជាផ្នែកមួយនៃផ្នែកលក់ខាងក្នុងដែរអញ្ចឹងអ្នកដែលចូលចិត្តខាងផ្នែកសម្រស់ចាស្អាតធ្វើការហ្នឹងគឺគេត្រូវការតែភេទស្រីទេអាចថាជានិស្សិតឆ្នាំទី2អីចឹងណាចាមានឱកាសជាងគេបើសិនជាខាងបេក្ខជននារីហ្នឹងគឺគាត់មានបទពិសោធន៍ការងារ6ខែអីឡើងហ្នឹងទៅលក្ខខណ្ឌធ្វើការអីគឺគោរពតាមគោលការណ៍ច្បាប់រដ្ឋទាំងអស់អញ្ចឹងបងប្អូនអាចឈប់សម្រាកអីមានថ្ងៃឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹង4ថ្ងៃក្នុងមួយខែចំណែកម៉ោងធ្វើការវិញគឺម៉ោង12ថ្ងៃដល់ម៉ោង8ល្ងាចអញ្ចឹងបងប្អូនពងរៀនហ្នឹងគឺអាចដាក់បានហើយអ្នករៀនវេនព្រឹកណាអូខេអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍តាក់ទងទៅកាន់លេខទូរស័ព្ទ096 94 60និង620ចូលដល់បន្ទាប់ទៀតពាក់ព័ន្ធមួយនឹងខាង IT ម្ដងចឹងគ្នាយើងដែលរៀនខាង IT អាចដាក់ពាក្យបានចាជាការងារក្នុងហាងលក់កុំព្យូទ័រតែម្ដងគឺការ៉េ9កុំព្យូទ័រហ្នឹងយើងមាន2អាចថាត្រូវការភេទប្រុសម្នាក់ធ្វើការ part time នៅសៅរ៍អាទិត្យហើយនិងម្នាក់ទៀតអ្នកជួយមើលការងារក្នុងក្លឹបកីឡាភេទស្រីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចឹងឈប់សម្រាក day off ដូចគ្នាមួយថ្ងៃក្នុងមួយសប្តាហ៍4ថ្ងៃក្នុងមួយខែអញ្ចឹងទៅអញ្ចឹងបងប្អូនចាប់អារម្មណ៍តាក់ទងផ្ទាល់ទៅតាម QR code នេះតែម្ដងឬក៏តាម link ខ្ញុំដាក់នៅខាងក្រោមគាត់អត់មានដាក់ជាលេខទូរស័ព្ទទេបន្ទាប់មកទៀតការងារនៅក្នុងហាងគេធ្វើនំបញ្ចុកបោះដុំណាចាំបងប្អូនអាចដាក់ពាក្យបានដែរនៅបាត់ដំបងដែរដែលប្រាក់ខែគឺ200ហើយគេផ្ដល់ជាថ្លៃហូបចុកស្នាក់នៅទាំងអស់លេខទូរស័ព្ទ087 90 80 09ចានេះគឺគាត់លក្ខណៈគ្រួសារអញ្ចឹងណាខាងធ្វើនំបញ្ចុកបោះដុំអញ្ចឹងបន្ទាប់ទៀតខាងសន្តិសុខម្ដងចាក្រុមហ៊ុនសន្តិសុខតែម្ដងអញ្ចឹងគាត់មានជាផ្ដល់សេវាកម្មដាក់សន្តិសុខទៅតាមហាងតាមក្រុមហ៊ុនគេអញ្ចឹងណាអញ្ចឹងយើងធ្វើការនៅក្រោមក្រុមហ៊ុនសន្តិសុខអញ្ចឹងអាចតាក់ទងតាមលេខទូរស័ព្ទទាំងពីរខ្សែនៅខាងលើហ្នឹងថ្ងៃនេះមកជួនដំណឹងការងារនៅបាត់ដំបងជួបគ្នានៅវីដេអូក្រោយសម្រាប់ការងារបន្តទៀតអរគុណ